ជំងឺទឹកនោមផ្អែមលើស្ត្រីមានផ្ទៃពោះបកស្រាយដោយសាស្ត្រាចារ្យទូចខុនចាលោកគឺជាវេជ្ជបណ្ឌិតបម្រើការនៅមន្ទីរពេទ្យព្រះកុសុមៈជំងឺទឹកនោមផ្អែមមានច្រើនប្រភេទតែជំងឺទឹកនោមផ្អែមដែលតែងតែជួបប្រទះច្រើនជាងគេនៅពេលបច្ចុប្បន្នគឺជំងឺទឹកនោមផ្អែមប្រភេទទី2ដែលមានប្រហែលជាង 90% នៃជំងឺទឹកនោមផ្អែមទាំងអស់បន្តមកក្នុងអត្រាប្រហែល 5% ទៅ 10% គឺជាជំងឺទឹកនោមផ្អែមប្រភេទទី1ចំណែកជំងឺទឹកនោមផ្អែមកើតនៅលើស្ត្រីមានផ្ទៃពោះក៏កើតមានប្រហែលពី3ទៅ 5% ក្នុងចំណោមស្ត្រីដែលមានគភ៌ផងដែរនិយមន័យជំងឺទឹកនោមផ្អែមគឺជាការរករាននិងការប្រែប្រួលកម្រិតជាតិស្ករនៅក្នុងឈាមចំពោះស្ត្រីមានផ្ទៃពោះដែលគេហៅស្ត្រីនោះថាមានជំងឺទឹកនោមផ្អែមពេលកំពុងមានគភ៌កម្រិតជាតិស្ករនៅក្នុងឈាមរបស់ស្ត្រីមានផ្ទៃពោះកើតជំងឺនេះនឹងវិលមករកសភាពធម្មតាវិញនៅក្រោយពេលសម្រាលកូនរួចការធ្វើរោគវិនិច្ឆ័យដើម្បីរកឲ្យឃើញថាជំងឺទឹកនោមផ្អែមកើតមាននៅពេលដែលស្ត្រីមានផ្ទៃពោះគឺត្រូវចែកឲ្យដាច់រវាងស្ត្រីមានផ្ទៃពោះរួចមានជំងឺទឹកនោមផ្អែមនិងស្ត្រីមានជំងឺទឹកនោមផ្អែមមុនពេលមានផ្ទៃពោះចំពោះការវិនិច្ឆ័យរកឲ្យឃើញជំងឺទឹកនោមផ្អែមលើស្ត្រីដែលកំពុងមានផ្ទៃពោះគឺត្រូវពឹងផ្អែកទៅលើតេស្តម្យ៉ាងដើម្បីតាមដានរកកម្រិតជាតិស្ករក្នុងឈាមគឺការធ្វើតេស្តគឺអាស្រ័យទៅលើបុគ្គលម្នាក់បានធ្វើការបែងចែកចេញជាពីរផ្នែកដូចជាធ្លាប់មានប្រវត្តិលើសជាតិស្ករពីមុនមកមានប្រវត្តិលើសទម្ងន់ធ្លាប់មានឪពុកម្ដាយកើតជំងឺទឹកនោមផ្អែមធ្លាប់មានផ្ទៃពោះតែកូនស្លាប់ក្នុងផ្ទៃចាឬក៏កូនមានក្បាលធំជាដើមស្ត្រីប្រភេទដូចជាបានរៀបរាប់ខាងលើនេះការធ្វើតេស្តរោគជាតិស្ករនិងការធ្វើរបបអាហារឲ្យបានត្រឹមត្រូវនៅពេលមានផ្ទៃពោះដំបូងគឺជាប្រការមួយដ៏សំខាន់ចំពោះស្ត្រីផ្សេងទៀតការរកមើលជំងឺទឹកនោមផ្អែមនៅពេលដែលមានផ្ទៃពោះគឺពឹងទៅលើតេស្តម្យ៉ាងដែលតម្រូវឲ្យស្ត្រីនោះញ៉ាំទឹកស្កររួចរកមើលកម្រិតជាតិស្ករនៅក្នុងឈាមរយៈពេល1ម៉ោង2ម៉ោងឬ3ម៉ោងក្រោយពីធ្វើតេស្តរួចហើយឲ្យញ៉ាំទឹកស្ករនោះទៀតទៅតាមបច្ចេកទេសរបស់វេជ្ជបណ្ឌិតជំនាញដូចជាតេស្តមួយដែលគេឲ្យឈ្មោះថា O'Sullivan test ជាដើមចាតេស្តនេះគឺត្រូវរកមើលចន្លោះសប្តាហ៍ទី24និងទី28នៃការមានផ្ទៃពោះបន្ទាប់ពីបាត់រដូវចំពោះអ្នកដែលមិនធ្លាប់មានជំងឺទឹកនោមផ្អែមពីមុនមកគេអាចកត់សម្គាល់បានថាស្ត្រីអាចប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះកាលណាមានបញ្ហាយ៉ាងហោចណាស់មួយនៅក្នុងចំណោមបញ្ហាដូចខាងក្រោមនេះប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែមពិសេសឪពុកម្ដាយមានប្រវត្តិលើសទម្ងន់ធម្មតា 10% មុនពេលមានផ្ទៃពោះអាយុលើសពី25ឆ្នាំមានប្រវត្តិបញ្ហាវិបត្តិជាតិស្ករក្នុងឈាមដែលភាសាបច្ចេកទេសគេហៅថា impaired glucose tolerance ដែលមានន័យថាបុគ្គលស្ថិតនៅចន្លោះអ្នកមានសុខភាពធម្មតានិងអ្នកមានជំងឺទឹកនោមផ្អែមមានប្រវត្តិរលូតកូនស្លាប់ក្នុងផ្ទៃឬធ្លាប់សម្រាលកូនដែលថ្លោះពេកមានទម្ងន់លើសពី4គីឡូក្រាមឡើងទៅមានផ្ទៃពោះច្រើនដងលើសពី4ដងឡើងទៅចំពោះស្ត្រីមានលក្ខណៈដូចរៀបរាប់ខាងលើនេះចាំបាច់ត្រូវធ្វើតេស្តរកមើលជំងឺទឹកនោមផ្អែមនៅពេលដែលគាត់លូតលាស់បានសប្តាហ៍ទី24និងទី28%ភាគរយនៃករណីជំងឺទឹកនោមផ្អែមកើតឡើងនៅពេលដែលស្ត្រីមានផ្ទៃពោះបញ្ជាក់ថាស្ត្រីនោះមានជំងឺទឹកនោមផ្អែមប្រភេទទី2ដោយមិនដឹងខ្លួនថ្មីនេះគេប្រទះឃើញស្ត្រីមានផ្ទៃពោះរងប៉ះពាល់ពីជំងឺទឹកនោមផ្អែមប្រភេទទី2មានការកើនឡើងជាលំដាប់ចាប់តាំងពីគេរកឃើញជំងឺទឹកនោមផ្អែមកាន់តែច្រើនឡើងលើមនុស្សវ័យក្មេងៗគេបានសម្គាល់ឃើញថាយ៉ាងហោចណាស់ 50% នៃស្ត្រីដែលមានជំងឺទឹកនោមផ្អែមនៅពេលដែលមានផ្ទៃពោះគឺកើតជំងឺទឹកនោមផ្អែមប្រភេទទី2ការព្យាបាលនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមគោលការណ៍4យ៉ាងដែលអ្នកជំងឺត្រូវគោរពឲ្យបាននោះគឺទី1ទទួលទានរបបអាហារឲ្យបានត្រឹមត្រូវ
ទី2ការប្រើប្រាស់ឱសថទី3ធ្វើលំហាត់ប្រាណទី4ការតាមដានកម្រិតជាតិស្ករក្នុងឈាមព្រមទាំងការណាត់ជួបជាមួយវេជ្ជបណ្ឌិតឲ្យបានទៀងទាត់គោលការណ៍ទាំង4ខាងលើនេះអ្នកជំងឺទឹកនោមផ្អែមត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួនដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរដែលអាចកើតមានឡើងនៅពេលខាងមុខបន្ថែមពីនេះស្ត្រីដែលមានជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះត្រូវធ្វើការតាមដាននិងព្យាបាលជំងឺទឹកនោមផ្អែមឲ្យបានកាន់តែញឹកញាប់ដោយត្រូវធ្វើការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញជំងឺទឹកនោមផ្អែមរៀងរាល់2សប្តាហ៍ម្ដងរហូតដល់ពេលសម្រាលដើម្បីអាចធ្វើការត្រួតពិនិត្យពីការវិវត្តនៃកម្រិតជាតិស្ករក្នុងឈាមពីព្រោះការប្រើឱសថចំពោះស្ត្រីមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះមានការប្រែប្រួលដោយត្រូវបង្កើនកម្រិតថ្នាំទៅតាមការវិវត្តរបស់ទារកក្នុងផ្ទៃវិធានការព្យាបាលធ្វើការណែនាំឲ្យស្ត្រីជួបប្រស្រ័យជាមួយអ្នកឯកទេសខាងចំណីអាហារជាមុនសិនដើម្បីអាចធ្វើការវាយតម្លៃអំពីចំណីអាហារដែលអ្នកជំងឺគួរតែទទួលទានជាប្រចាំគិតជាបរិមាណកាឡូរីប្រសិនបើការធ្វើរបបអាហារមិនបានធ្វើឲ្យកម្រិតជាតិស្ករចុះមកត្រឹមគោលដៅដែលចង់បាននោះទេនឹងបន្តឲ្យមានការចាក់ថ្នាំប្រភេទអាំងស៊ុយលីនការចាក់ថ្នាំនេះពុំមានផលប៉ះពាល់អ្វីដល់ទារកក្នុងផ្ទៃនោះទេពីព្រោះវាមិនអាចឆ្លងកាត់ទៅដល់សុខរបស់ម្ដាយឡើយផ្ទុយមកវិញឱសថនេះបានជួយបង្កើនជាតិស្ករក្នុងឈាមឲ្យទៅដល់សុខនិងជួយមិនឲ្យមានផលវិបាកផ្សេងៗដល់ទារកក្នុងការប្រើប្រាស់អាំងស៊ុយលីនក្នុងជំហានដំបូងត្រូវស្ថិតក្នុងកម្រិតទាបបន្ទាប់មកធ្វើការដំឡើងទៅតាមកម្រិតជាតិស្ករក្នុងឈាមដែលការចាក់ត្រូវធ្វើឡើង3ទៅ4ដងក្នុងមួយថ្ងៃបន្ថែមពីនោះអ្នកជំងឺក៏ត្រូវបានណែនាំពីរបៀបចាក់និងរបៀបប្រើប្រាស់ថ្នាំដើម្បីជៀសវាងការចុះជាតិស្ករពេកបន្ទាប់ពីការសម្រាលកូនរួចស្ត្រីពោះដែលមានជំងឺទឹកនោមផ្អែមត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញជំងឺទឹកនោមផ្អែមដើម្បីវាយតម្លៃស្ថានភាពជំងឺឡើងវិញប្រសិននៅក្នុងរយៈពេល6ខែក្រោយសម្រាលហើយកម្រិតជាតិស្ករមិនមានការកើនឡើងនោះអាចសន្មតថាអ្នកជំងឺជាសះស្បើយដោយមិនចាំបាច់ប្រើប្រាស់ឱសថបន្តទៀតនោះទេគួរកត់សម្គាល់ថាស្ត្រីដែលធ្លាប់មានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះច្រើនតែបង្កឲ្យមានជំងឺទឹកនោមផ្អែមនៅថ្ងៃខាងមុខជាពិសេសបើសិនជាស្ត្រីមានការកើនឡើងទម្ងន់ជាលំដាប់ដូច្នេះដើម្បីជៀសវាងពីផលប៉ះពាល់ស្ត្រីដែលសម្រាលកូនរួចគួររក្សាទម្ងន់ឲ្យនៅធម្មតាបង្កើននៅសកម្មភាពការងារនិងតាមដានកម្រិតជាតិស្ករក្នុងឈាមជាទូទៅស្ត្រីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបានចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមរួចទៅហើយមុនពេលមានផ្ទៃពោះដូចគ្នាទៅនឹងអ្នកដែលគ្មានជំងឺទឹកនោមផ្អែមលើកលែងតែស្ត្រីមានបញ្ហាសុខភាពផ្សេងទៀតដូចជាជំងឺបេះដូងជំងឺសរសៃឈាមបេះដូងឬស្ថានភាពជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវបើសិនជាដោយករណីដូចបានរៀបរាប់ខាងលើនេះគួរជៀសវាងកុំឲ្យមានផ្ទៃពោះប៉ុន្តែស្ត្រីដែលមានជំងឺទឹកនោមផ្អែមមុនសម្រាប់ចិត្តចង់បានកូនត្រូវទៅជួបជាមួយអ្នកជំនាញផ្នែកជំងឺទឹកនោមផ្អែមជាមុនសិនចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមធ្លាប់ប្រើថ្នាំជាប្រភេទគ្រាប់ត្រូវបញ្ឈប់បែរមកប្រើថ្នាំចាក់វិញដើម្បីឲ្យមានសុវត្ថិភាពមុននិងក្រោយពេលសម្រាលកូនក្នុងករណីមិនមានការបញ្ចុះជាតិស្ករឲ្យបានត្រឹមត្រូវនោះផលប៉ះពាល់នឹងអាចកើតមានចំពោះម្ដាយព្រមទាំងទារកនៅពេលពេញវ័យដូចជាគ្រោះថ្នាក់ចំពោះម្ដាយឧស្សាហ៍រលូតកូនគ្រោះថ្នាក់ពេលសម្រាលកូនដូចជាព្រាយក្រឡាភ្លើងហើយពី10ទៅ60%នៃម្ដាយមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះមានការប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមនៅពេលខាងមុខចំពោះទារកមានក្បាលធំពិបាកក្នុងការសម្រាលទារកអាចស្លាប់ក្នុងផ្ទៃជួនកាលអាចស្លាប់នៅពេលកើតភ្លាមឬកើតបានប្រមាណថ្ងៃទារកកើតមកមានភាពមិនប្រក្រតីមានការចុះជាតិស្ករច្រើនគួរបង្កើនការប្រុងប្រយ័ត្នក្នុងការសម្រាលកូនសម្រាប់ស្ត្រីដែលមានជំងឺទឹកនោមផ្អែមម្យ៉ាងទៀតកូនដែលសម្រាលនៅក្នុងលក្ខខណ្ឌនេះអាចប្រឈមទៅនឹងការកើតជំងឺទឹកនោមផ្អែមប្រភេទទី2នៅពេលពេញវ័យដូច្នេះត្រូវការពារកុំឲ្យមានបញ្ហាលើសទម្ងន់ការការពារ
ដើម្បីជៀសវាងគ្រោះថ្នាក់ចំពោះទារកនិងម្ដាយស្ត្រីដែលមានជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះទាមទារឲ្យមានការព្យាបាលដើម្បីឲ្យកម្រិតជាតិស្ករក្នុងឈាមចុះដល់គោលដៅគឺត្រឹមតិចជាង95មីលីក្រាមក្នុង1ដេស៊ីលីត្រនៃឈាមហើយមុនពេលបរិភោគអាហារនិង2ម៉ោងក្រោយបន្ទាប់ពីពិសាអាហារឲ្យនៅត្រឹមតិចជាង120មីលីក្រាមក្នុង1ដេស៊ីលីត្រនៃឈាមគួរបញ្ជាក់ដែរថាកម្រិតជាតិស្ករចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះត្រូវទាបជាងអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី2និងជំងឺទឹកនោមផ្អែមប្រភេទទី1ជារួមនៅពេលស្ត្រីដែលមានផ្ទៃពោះមានជំងឺទឹកនោមផ្អែមនោះកម្រិតជាតិស្កររបស់គាត់ត្រូវតែទាបជាងអ្នកមានជំងឺទឹកនោមផ្អែមធម្មតាទើបអាចរក្សាកូននៅក្នុងផ្ទៃឲ្យមានសុខភាពល្អបានដូច្នេះចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមនៅពេលមានផ្ទៃពោះគួរធ្វើតេស្តរកកម្រិតជាតិស្ករក្នុងឈាមឲ្យបានយ៉ាងហោចណាស់ពី3ទៅ4ដងក្នុងមួយថ្ងៃបើអាចធ្វើបានហើយគួរកត់លទ្ធផលទុកសម្រាប់យកទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញខាងទឹកនោមផ្អែមដើម្បីអនុញ្ញាតឲ្យបានដឹងពីការប្រែប្រួលនៃកម្រិតជាតិស្ករក្នុងឈាមនិងងាយស្រួលក្នុងការចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំយោងទៅតាមលទ្ធផលនៃការស្រាវជ្រាវដែលត្រូវចុះផ្សាយដោយ PubMed ក្នុងអត្ថបទ Diabetes ខែធ្នូឆ្នាំ2012បានបង្ហាញថាស្ត្រីដែលមាន gestational diabetes ការបំបៅកូនរយៈពេល3ខែឡើងទៅអាចការពារពួកគេពីជំងឺទឹកនោមផ្អែមប្រភេទទី2ក្នុងពេលអនាគតបាន40%។